ខ្ញុំឈ្មោះហ៊ុនម៉ារ៉ុងជាប្រធានក្រុមប្រឹក្សាបាលរបស់ក្រុមហ៊ុន Today Internet យើងចាប់ផ្ដើមក្រុមហ៊ុន Today Internet ឡើងដោយសារយើងឃើញតម្រូវការនៃការប្រើប្រាស់អ៊ីនធឺណិតមានការកើនឡើងជារៀងរាល់ថ្ងៃបានធ្វើឲ្យ Today Internet ត្រូវវិនិយោគហើយផ្ដល់នៅសេវាកម្មដែលមានគុណភាពដល់អ្នកប្រើប្រាស់ក្រុមហ៊ុន Today Internet បង្កើតឡើងតាំងពីឆ្នាំ2016មកដល់ឥឡូវនេះយើងមានអាយុកាលជិត10ឆ្នាំហើយយើងបង្កើតក្រុមហ៊ុនអ៊ីនធឺណិតនេះឡើងគឺដោយសារពួកយើងជាអ្នកជំនាញ IT ទី1ទី2គឺដោយសារសម័យកាល Digital ការប្រើប្រាស់ data នឹងមានការកើនឡើងហើយតម្រូវការអ៊ីនធឺណិតនឹងមានតម្រូវការខ្ពស់ដូចគ្នាដែរបញ្ហាមានច្រើនបើនៅក្នុងក្រុមហ៊ុន Today Internet ទាំងមូលអ្វីដែលយើងប្រឈមមុខបញ្ហាគឺដៃគូប្រកួតប្រជែងរបស់ពួកយើងគឺធំបញ្ហា COVID-19 ក្រោយពីបញ្ហា COVID យើងប្រឈមមុខទៅជាមួយនឹងបញ្ហាសេដ្ឋកិច្ចសកលទាំងមូលមូលហេតុដែលយើងអាចជំនះទៅលើបញ្ហាទាំងអស់នោះបានគឺដោយសារតែយើងទី1គឺយើងជាអ្នកដែលមានជំនាញទៅលើវិស័យអ៊ីនធឺណិតនេះស្រាប់ទី2ក្រុមហ៊ុនយើងអាចសម្របខ្លួនតាមការប្រែប្រួលនៃវិស័យបច្ចេកវិទ្យាបានយ៉ាងរហ័សទី3ក្រុមហ៊ុន Today Internet ផ្ដោតទៅលើគុណភាពអ៊ីនធឺណិតល្អគុណភាពសេវាកម្មនិងដំណោះស្រាយល្អជូនដល់អតិថិជនបានដិតដល់មិនត្រឹមតែប៉ុណ្ណោះយើងបានរួមចំណែកក្នុងការផ្ដល់ឱកាសការងារដល់យុវជនកម្ពុជាប្រមាណចំនួន150នាក់ឲ្យពួកគាត់មានលទ្ធភាពទទួលបាននូវចំណេះដឹងជំនាញនិងចំណូលក្នុងវិស័យ IT មួយនេះកត្តាជំរុញឲ្យនាងខ្ញុំមកធ្វើការនៅខាងក្រុមហ៊ុន Today Internet គឺក្រុមហ៊ុនបានផ្ដល់ការងារជំនាញនិងប្រាក់ចំណូលល្អនិងការគ្រប់គ្រងដោយមានតម្លាភាពដោយសារនាងខ្ញុំឆ្លាញ់ផ្នែក Service Internet បានធ្វើឲ្យនាងខ្ញុំមកធ្វើការនៅខាងក្រុមហ៊ុន Today Internet ក្រុមហ៊ុនតែងតែផ្ដល់ឱកាស training ទៅចំពោះបុគ្គលិកអ្វីដែលសំខាន់មួយទៀតហ្នឹងគឺបរិយាកាសការងារល្អក្រុមការងាររបស់យើងមានភាពសហការគ្នារួមទាំងទីតាំងរបស់យើងក៏ធំទូលាយដែររួមចំណាប់អារម្មណ៍ខ្ញុំគឺសប្បាយចិត្តមែនទែនដោយសារខ្ញុំបាន work ជាមួយនឹង teammate របស់ខ្ញុំគាត់រស់រាយមែនទែនរាល់ពេលយើងអត់ចេះឬក៏មានចង្អុលណាគឺយើងសួរគាត់គឺគាត់ណែនាំបំភ្លឺយើងច្បាស់មែនទែនអ្វីដែលខ្ញុំសង្កេតឃើញនោះគឺក្រុមហ៊ុន Today Internet គឺមានចំណុចពិសេសនោះគឺការផ្ដល់គុណភាពនិង service ពេលដែលអតិថិជនមានបញ្ហាគឺ Today Internet គឺអត់ទុកចោលទេគឺដល់ដំណោះស្រាយជូនអាចនឹងវិសិទ្ធផ្សាយដោះស្រាយបញ្ហានិងហើយគុណភាពអ៊ីនធឺណិតគឺដើរលឿនលើសពីនេះទៀតក្រុមហ៊ុន Today Internet តែងធ្វើកម្មវិធីសប្បុរសធម៌ជូនដល់ក្មេងៗដែលមានជីវភាពខ្វះខាតជារៀងរាល់2ទៅ3ខែម្ដងហើយយើងក៏បានបំពាក់អ៊ីនធឺណិតជូនសាលារៀននិងមន្ទីរពេទ្យចំនួន10កន្លែងផងដែរយើងរីករាយបំផុតដែលក្រុមហ៊ុន Today Internet គឺជាកាតាលីករមួយជួយជំរុញការអភិវឌ្ឍវិស័យបច្ចេកវិទ្យានិងអ៊ីនធឺណិតនៅក្នុងប្រទេសកម្ពុជាទៅកាន់ពិភពលោកក្រុមហ៊ុន Today Internet មានចក្ខុវិស័យចង់ក្លាយជា Premier ISP ដែលជាក្រុមហ៊ុនអ៊ីនធឺណិតឈានមុខគេហើយបុគ្គលិករបស់យើងបម្រើសេវាថែទាំអតិថិជនចេញពីចិត្ត